តាមទៅកាន់សុខភាពនិងចិត្តរបស់ទូរស័ព្ទទូរទស្សន៍និងអន្តរជាតិថ្ងៃនេះគឺយើងធ្វើ event គេហៅថា event មួយព្រឹត្តិការណ៍សុខភាពមួយជាមួយនឹងទូរស័ព្ទចាជាពិសេសmaster យើងហើយមានបទយើងលើកយកមកចាញ់តែនេះគឺភាពគុណផ្លូវចិត្តរបស់គ្រូបង្រៀនណាថាដើម្បីជួយឲ្យពិសេសនៅអនាគតយើងបានយល់ដឹងពីថែទាំខ្លួនហើយជួយចែករំលែកទៅដល់អ្នកដែលត្រូវរៀនជាមួយគ្រូអត់នេះតទៀតណាពីថែទាំខ្លួននេះដែលយើងអាចតាមបាននឹងជាសាចាសូមអរគុណហើយសូមបើកសិក្ខាសាលានេះចាចឹងខ្ញុំតែស៊ីមហើយខ្ញុំជាគ្រូអទេសនៅទីនេះដែរគ្រូអទេសចិត្តសាស្ត្រតែក្រៅពីនោះខ្ញុំក៏ជាអ្នកចិត្តសាស្ត្រហើយក៏ជាអ្នកព្យាបាលម្នាក់ដែរចឹងតើថ្ងៃនេះយើងអត់មានលើកប្រធានបទតកតងមួយជំងឺតកតងជាមួយបញ្ហាផ្លូវចិត្តអីទេប៉ុន្តែជាការយល់ដឹងជាប់ពាក់ព័ន្ធជាមួយនឹងផ្លូវចិត្តមួយដែលគេហៅថាភាពធន់ផ្លូវចិត្តរបស់គ្រូបង្រៀនជាបញ្ញាចេះឬក៏ចាអញ្ចឹងយើងមកយល់អំពីបញ្ញានេះមុននឹងយើងចូលទៅបន្តទៀតគឺឬក៏ពេលយូរហើយមិនត្រូវបានគ្រប់គ្រងនឹងដោះស្រាយដល់ជោគជ័យមានការរំខានសម្រាប់ចិត្តកាយមានការសម្រាប់ចិត្តដាក់មានរំខានច្រើនណាស់នៅក្នុងការរំខានសម្រាប់កាយអាចមានរំខានរំខានក្នុងមានរំខានរំខានមួយទៀតមានរំខានសម្រាប់សាច់ដុំមួយក៏បានអត់លឺហើយមានរំខានបច្ចេកទេសទាញមករកបច្ចុប្បន្នភាពហើយតែដើមហើយមានសមាធិមានmindful ជំរាបសួរខ្ញុំបាទឈ្មោះប៊ុនងរតនាសប្តាហ៍ថ្ងៃជាគ្រូបង្រៀនមុខវិជ្ជាគីមីនៅវិទ្យាល័យថ្មក្រែហើយក៏ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំចំនួនទី13ថ្ងៃនេះខ្ញុំបានចូលរួមនៅក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលទាក់ទងសុខភាពផ្លូវចិត្តក្រោមប្រធានបទភាពធន់នឹងគ្រូបង្រៀនអញ្ចឹងសុខភាពផ្លូវចិត្តក្នុងធន់នឹងគ្រូបង្រៀននេះបានបង្ហាញឲ្យខ្ញុំដឹងថាសកម្មភាពមួយចំនួនធ្វើឲ្យខ្ញុំធន់នឹងកប្បកិរិយានៃការបង្រៀននៅក្នុងវិទ្យាល័យឬក៏នៅក្នុងតំបន់ដែលខ្ញុំអាចយកទៅ apply ផ្សេងៗបានដែរជាពិសេសនោះអាចធ្វើឲ្យស្មារតីរបស់ខ្ញុំទទួលបាននៅអ្វីដែលថ្មីអាចបដោតថាតើការអភិវឌ្ឍរបស់ខ្ញុំទៅមុខទៀតឬក៏យ៉ាងណាតើតើទៅនឹងបញ្ហាសុខភាពផ្លូវចិត្តហើយក៏ជាពិសេសផងដែរកម្មវិធីនេះអាចជាកម្មវិធីលើកដំបូងសម្រាប់ខ្ញុំហើយខ្ញុំទទួលបានបទពិសោធន៍ច្រើនហើយនឹងអាចផ្លាស់ប្ដូរវាបន្តិចម្ដងដែលវាត្រូវនឹងជំនាញឬក៏ផ្លូវចិត្តរបស់ខ្ញុំ